លើកវត្ថុនិទានរឿងបងជាតួយ៉ាងមកសម្ដែងជូននិយាយពីព្រាហ្មណ៍ម្នាក់នោះឈ្មោះសុភមាណពសុភមាណពមាណពនឹងកំឡោះនឹងក៏មានរូបរាងស្អាតល្អណាស់មើលមិនទើសទាំងស្រីទាំងប្រុសពួកមហាជនមើលទៅគឺថាស្អាតអត់ទើសតែរូបរបស់គាត់បានជាមានឈ្មោះថាសុភមាណពនោះសុភមាណពនេះឪពុកគាត់នោះឈ្មោះតោទិយព្រាហ្មណ៍តោទិយព្រាហ្មណ៍ដែលជាឪពុកនោះជាមេព្រាហ្មណ៍ធំក្នុងសាសនាព្រាហ្មណ៍ណាតែប្រដៅទូលមានពួកបរិស័ទដែលជាព្រាហ្មណ៍នឹងអំពីលទ្ធិសាសនារបស់ព្រាហ្មណ៍ហ្នឹងទូលមានទាំងសុភមាណពកូនគាត់ហ្នឹងក៏ដែរពីសុភមាណតោទិយព្រាហ្មណ៍គាត់កំណាញ់ណាស្វិតស្វាញបងផ្ទះគាត់មិនឆ្ងាយពីវត្តចេតពុនអ្នកអើទៅមើលឃើញវត្តប៉ុន្តែលទ្ធិវាខុសគ្នាគាត់កាន់លទ្ធិព្រាហ្មណ៍ដល់ព្រះសម្មាសម្ពុទ្ធជាពុទ្ធដែលអត់ត្រូវគ្នាទេមិនជ្រះថ្លាគិតតែប្រកាន់យកតលទ្ធិរបស់ព្រាហ្មណ៍ឲ្យកំណាញ់សំបីតែស្លាគ្រីមមួយចំណិតមកលូគ្រីមមួយជំរាកមិនដែលធ្វើទានឲ្យតនណាដែរអត់តែឲ្យទេហើយក៏តែងបដៅទូលមានកូនគាត់ថាសុភមាណពកូនទ្រព្យសម្បត្តិដែលយើងរកបានមកនេះយើងត្រូវរក្សាទុកឲ្យល្អកុំចែកកុំរំលែកទៅជនដទៃឲ្យសោះបើសិនណាយើងចែករំលែកដល់ជនដទៃទ្រព្យសម្បត្តិយើងនឹងថយនឹងអស់នឹងរលាស់ទៅនៃទ្រព្យសម្បត្តិរបស់ផងយើងកូនឯងមើលស្បូវភ្លៀងស្លាកស្បូវភ្លៀងដែលវាលាស់មកបើសិនមនុស្សចេះទៅក្ដិចវារិចរិលអស់អត់មានការលះចម្រើនទេកូនត្រូវមើលសត្វកណ្ដៀសត្វខ្មុំមើលកណ្ដៀវាទៅជូនដៃម្នាក់មកក្របម្នាក់ក៏យកមកបោកពូនកើតជាដំបូកដល់យ៉ាងធំបំផុតពីសត្វខ្មុំទៅនាំយកលំអងកេសរផ្កាមកបោកពូនធ្វើជាសម្បុកឡើងបានផ្ទុកកូនផ្ទុកចៅឲ្យរស់នៅក្នុងទីនោះកើតបញ្យល់ថាអញ្ចឹងបើអញ្ចឹងទ្រព្យសម្បត្តិយ៉ាងកាលណាយើងសំទៅវាចម្រើនកើតច្រើនអញ្ចឹងឯងអានឹងមួយទៅទ្រឹស្ដីរបស់ប៉ុនគាត់ហើយក្នុងលទ្ធិរបស់ព្រាហ្មណ៍ហ្នឹងគេមានជំនឿថាអ្វីទាំងអស់ជោគវាសនារបស់មនុស្សទាំងអស់គឺព្រះអាទិទេពរតនត្រ័យក្នុងសាសនាព្រាហ្មណ៍ហ្នឹងប្រទានឲ្យរតនត្រ័យក្នុងសាសនាព្រាហ្មណ៍ហ្នឹងមានព្រះឥសូរមួយព្រះនរាយណ៍មួយព្រះព្រហ្មមួយរតនត្រ័យសាសនាព្រាហ្មណ៍ប្លែកពីរតនត្រ័យក្នុងពុទ្ធសាសនាយើងរតនត្រ័យក្នុងពុទ្ធសាសនាយើងនេះគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃព្រះពុទ្ធជាមនុស្សព្រះសង្ឃក៏ជាមនុស្សដូចយើងដែរព្រះធម៌ជាទ្រឹស្ដីវាខុសគ្នាចឹងអីស្អីលើគ្រុំតែខ្យល់បក់ចូលអីទៅមើលបានលើគ្រុំចូលនៅលើសូនសំតែខ្យល់កង្ហាវាយទៅចូលលើតោទិយព្រាហ្មណ៍គាត់លើកទ្រឹស្ដីព្រាហ្មណ៍ហ្នឹងមកបញ្យល់ដល់បរិស័ទថាមនុស្សទាំងអស់នៅក្រោមអំណាចរបស់អាទិទេពព្រះអាទិទេពនឹងសរសេរចាជោគវាសនារបស់មនុស្សឲ្យគ្រប់គ្នាអាទិទេពគឺព្រះព្រហ្មនឹងឯងបានជាមានពាក្យក្នុងសាសនាព្រាហ្មណ៍គេថាព្រហ្មលិខិតដែលញោមញាតែនិយាយថាព្រហ្មលិខិតឬទេវតាចាមឲ្យនឹងសាសនាព្រាហ្មណ៍គេពោលអញ្ចឹងតែសម្រាប់ពុទ្ធសាសនាព្រះពុទ្ធថាកម្មលិខិតទេការងារដែលយើងធ្វើរបស់យើងផ្ទាល់ខ្លួនទេដែលផ្ដល់ផលប្រយោជន៍អីទៅមកដល់ជីវិតរបស់យើងហ្នឹងខុសគ្នាអញ្ចឹងតោទិយព្រាហ្មណ៍គាត់បដៅបរិស័ទកូនគាត់ថាបើយើងចង់បានអីទៅសុំព្រះ
ព្រះនឹងប្រទានឲ្យយ៉ាងនេះលទ្ធិព្រាហ្មណ៍ហ្នឹងចង់បានអីទៅប្រទានព្រះសំព្រះព្រះប្រទានឲ្យហ្នឹងគេនិយាយថាអញ្ចឹងអ្វីទាំងអស់គឺព្រះប្រទានឲ្យជីវិតរបស់មនុស្សនៅក្រោមឥទ្ធិពលរបស់អតិទេពហ្នឹងចឹងសុពមាននោះគាត់មានបញ្ញាគាត់គិតថាលោកឪពុកតែងទូលមានព្រានប្រដៅថាជោគវាសនារបស់មនុស្សសម្រេចនឹងព្រះអតិទេពគឺប្រព្រំនឹងជាដើមមនុស្សចង់បានអីទៅសំព្រះនឹងប្រទានឲ្យគាត់ថាឃើញទៅទ្រឹស្ដីវាមិនឃើញមានហេតុមានផលអីច្បាស់មនុស្សទៅសំព្រះមិនដែលឃើញព្រះកាន់យកអីមកឲ្យទៅតែសោះនេះសុពមាននោះគាត់មានបញ្ញាគាត់ជាបញ្ញវន្តប៉ាន់ក៏មិនហ៊ានទៅជែកនឹងឪពុកទេខ្លាយឪពុកចេះតែគិតក្នុងចិត្តឯងហ្នឹង